ជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីបាទនេះជាវីដេអូឃ្លីបទី3បន្ទាប់ពីខ្ញុំបាទចុះទៅភូមិអង្គកែវដើម្បីជួយពីគ្រួសារដែលក្រីក្រឥឡូវនេះខ្ញុំចុះមកភូមិនេះភូមិអីភូមិបោះខ្នាឃុំកដៅជ្រុំបាទឃុំកដៅជ្រុំស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំណាបាទដើម្បីមកជួបនឹងលោកតាដែលជាជនក្រីក្រហើយមានអាយុដល់ទៅ75 85 89បាទសំទោស89ឆ្នាំហើយឥឡូវគាត់មានន័យថាគាត់ធ្ងន់តិចពិបាកតំណែងគ្នាហើយនេះកូនស្រីរបស់គាត់ដែលមានអាយុ64ហើយយើងហៅសឹងថាយាយទៅហើយបាទហើយក្រីក្រមែនតើហើយយើងមើលផ្ទះគាត់នេះយើងមើលពីមុខទៅល្អមើលដែរថាផ្ទះនេះថាមើលទៅដូចជាមមតមប៉ុន្តែបងប្អូនមើលឲ្យចិត្តមែនតើក្តារនេះកំពុងតែកាវាស៊ីហើយរៀបឲ្យពុកឲ្យគ្រូធ្លាយហើយយើងមើលមករលូតមេអីវិញបាទបើយើងមើលនេះគឺកាវាស៊ីចង់រលំហើយមានន័យថាมันអាចរស់នៅបានទេនៅតែសបកផ្ទះហ្នឹងពុកថុយតែប៉ុណ្ណោះបាទយើងមើលឲ្យច្បាស់បាទយើងមើលចុះបាទហើយផ្ទះនេះជាផ្ទះកូនប្រសាលើថាលោកតាគាត់គាត់មានកូនស្រីម្នាក់ហើយក៏កូនស្រីហ្នឹងយ៉ាងម៉េចស្លាប់ហ៎គឺស្លាប់ទៅហើយកូនប្រសាប្រុសនោះគេจะមានគ្រួសារទៀតបាត់ទៅហើយផ្ទះរបស់កូនប្រសាហើយទោះបីលោកតាមានវ័យចាស់ជរាប៉ុន្តែពេលតនេលោកតានេះគាត់ទៅបោចវល់ពាក់នេះហើយគាត់ធ្វើបកីនេះលក់ឲ្យបកីនេះមួយបាន$1ឬក៏$1ចុច25សេនបាទខ្មែរគេហៅថា4000ឬក៏5000រៀលហើយតម្រាំធ្វើហើយមិនតិចថ្ងៃទេនេះមិនមែនមួយធ្វើហើយទេបាទយើងចំណាយពេល3 4ថ្ងៃឬក៏5ថ្ងៃពេលខ្លះឈឺក៏អត់បានធ្វើទេបាទអញ្ចឹងហើយដោយក្តីអាណិតអាសូរលោកតាគាត់ជីកងហ្នឹងទៅផ្សាយហ្នឹងបានញាតិចិត្តខាងបងប្អូនអាណិតទៅជួយប៉ាវកាហ្វេកាទៀវអីចឹងទៅមិនមែនបាទហើយចំណែកកូនស្រីគាត់នេះក៏មីម៉ាយដែរហើយអត់មានមុខរបរទេគាត់ដើរស៊ីឈ្នួលគេទៅដល់ណាអូទៅដល់ស្នូលដល់អីទៅណានោះហើយទៅដាំបាយគេបោកខោអាវគេខ្ញុំជិះទៅហើយបាទហើយឥឡូវនេះគាត់មកមើលឪពុកហើយខ្ញុំចង់ឲ្យគាត់នឹងមានមុខរបរអីមួយដើម្បីកុំដើរចោលឪពុកហើយដើម្បីឲ្យបាននៅមើលថែទាំហ្នឹងហើយគិតថានៅនេះបើសិនចង់ធ្វើអីអាចរកចំណូលបានរាល់ថ្ងៃតិចគាត់អញ្ចឹងគាត់មិនអីគ្រូខ្ញុំអត់មានទៅលក់ដូរអីផងតើលក់ដូរមកហ្នឹងហើយចុះមកចង់លក់ដូរអីដែរអាចរកនឹករបរអីមួយទៅចាំជួយដើមទុនខ្ញុំមានជីកង់ទៅតាមភូមិហ្នឹងចាំមកនេះជាលក់អីវិញបើយើងមានកង់ជីផ្លែប្លុកអីទិញទួយហ្នឹងឈ្មោះហ្នឹងអាហ្នឹងអាចបានទេបើយើងអាចធ្វើអាហ្នឹងកើតទេវ័យ64ឆ្នាំដែរប៉ុន្តែនៅមមមើលទៅណាមមអីជីវិលមុខដែរហ្នឹងហើយអាហ្នឹងប៉ុន្តែកង់យើងអត់មានទេកង់គាត់ផ្សេងយកតទិញកង់មួយហើយយកដើមទុនប្រហែលដែលអាចបើកលក់អាហ្នឹងបាន10,000 20,000ឬក៏30 40,000អាចនិយាយមកអាចលក់បានសិនតើបានជួយកង់បើជួយកង់ខ្ញុំជួយចុះឥឡូវថាកង់មួយហើយចុះអាដើមទុនហ្នឹងបាន100ទៅហើយជា$100អាចបានណោះអញ្ចឹងទាំងកង់ឯងបានជា$150បាទយើងអាចបង្កើតមុខរបរគាត់មួយព្រោះកង់តម្លៃតែ50អីទេយើងអាចទិញបានណោះអញ្ចឹងពេលហ្នឹងគាត់អាចលក់ទៅមួយថ្ងៃចំណេញ20000 10000យើងអាចមកនៅក្បែរឪពុកណាគាត់បានមើលថែទាំគាត់ព្រោះគាត់ចាស់ជរាទៅហើយហ្នឹងហើយខ្ញុំឲ្យសង្ឃឹមថាបងប្អូនសប្បុរសជនដែលកំពុងតែទស្សនាវីដេអូខ្ញុំបាទនេះបើសិនជាមានលទ្ធភាពមានសទ្ធាចង់ឲ្យលោកយាយដែលគាត់មានវ័យ64ឆ្នាំនេះមានមុខរបរមួយដើម្បីលក់ដូរចិញ្ចឹមឪពុកដែលនៅឲ្យបាននៅជុំគ្នាពីព្រោះគាត់ក្រអត់មានមុខរបរគាត់សុខចិត្តចំណាក់ស្រុកទៅនៅស្រុកគេខេត្តគេដើម្បីរកប្រាក់ឥឡូវនេះគាត់មកមើលឪពុកវិញហើយបើសិនជាគាត់មានមុខរបរអីមួយគាត់នឹងរស់នៅទីនេះបើអត់ទេគាត់នឹងចាក់ចោលទៅទៀតហើយបាទអញ្ចឹងលោកតាពិបាកសំនីលោកតាឈ្មោះអីតាសួងណាអាយុ87អញ្ចឹងណា89ណាហើយអញ្ចឹងអរគុណណាស់ហើយថ្ងៃនេះខ្ញុំវិលេងណាបាននាំថវិកាពីបងស្រីសាកង់នើយីងនៅលីយ៉ុងប្រទេសបារាំងបងស្រីបានជួយ$50ហើយក្នុង50នេះ$10សម្រាប់ថ្លៃសាំងដល់សល់40នេះខ្ញុំចាត់ចែងជាអង្គមានមីមានអំបិលស្ករវិជែងបាទហើយមានទឹកត្រីទឹកស៊ីអ៊ីវប្រេងឆាសាប៊ូលេងចាំសាប៊ូបោកក្អាហើយកាម៉ាមួយផងដែរទុកឲ្យលោកតាប្រើប្រាស់ហើយថវិកានៅសល់$15នេះ$60000រៀល
បាទជូនដល់លោកតាគ្រាន់ទុកពិសាអីចឹងណាលោកតានេះលោកតាមានពាក្យជូនពរចៅស្រីទៅបាទជូនពរបាទ ជូនពរអីស្អីទៅពុកឯងជូនពរ គេថាអីនេះគាត់ពិបាកសន្តានាអីចាស់ហើយតើលោកយាយមានពាក្យជូនពរជំនួស ចាខ្ញុំមានពាក្យពេចជូនពរដល់លោកមួយណាទាំងពីរចាជូនពរបានមណៅទទួលមណៅពុកខ្ញុំដល់បីខ្ញុំយត់ក្រែកក្រខ្ញុំពុកតតទីតក្រខ្ញុំទៅនេះបាទមួយទៀតបាន បាទដល់រជន បាទអើជួយវែងណាស់ជួយជំនួយខ្ញុំអរគុណ បាទមានជាក្តីរំភើបមួយដែលលោកយាយគាត់ត្រេកអរណាស់នៅពេលដែលកំពុងតែខ្វះខាតអត់ឃ្លានហើយបានអំណោយមកដល់ដៃសង្ឃឹមថាបងប្អូនសប្បុរសជននឹងបានទស្សនានិងគាំទ្រនៅបណ្ដាញការងារខ្ញុំបាទវិញ្ញាណបន្តទៀតបាទហើយសូមបញ្ជាក់ថាបងប្អូនក្រីក្រដែលខ្វះខាតបាទពេលខ្លះសំបីតែអង្គមកកំប៉ុងរច្រកឆ្នាំងមិនបានបងហើយអ្នកខ្លះថាប្រទេសខ្មែររីកចម្រើនមិនមានជនក្រីក្រមកពីនៅតែក្នុងក្រុងមិនដែលបើកឡានប្រឡាក់ផុកផងហើយលើបើចង់ដឹងអ្នកក្រមកតាមភូមិដូចខ្ញុំមកចុះឲ្យដល់តំបន់ឆ្ងាយមិនដឹងថាគាត់វេទនាចំណាក់ស្រុកបាទវេទនាខ្លាំងណាស់បាទអញ្ចឹងយើងធ្វើបន់យើងចង់ធ្វើឲ្យចំអ្នកដែលកំពុងអត់ឃ្លានហ្នឹងបាទហើយសូមមកបណ្ដាញផ្សេងហ្នឹងជួយគ្រប់គ្រងចែកម្លែកផងកុំដណ្ដើមគ្នាអ្នកនោះទៅហើយអ្នកនោះទៅទៀតវាច្រើនយើងជួយអ្នកណាដែលកំពុងតែអត់ដូចថាឥឡូវគ្រួសារនេះតែបានម្នាក់ទេយើងបណ្ដាញផ្សេងឃើញមកជួយគ្នាដែរមកឲ្យបាន2 3នាក់ទៅបាទបានច្រើនដែរកុំលេងម្នាក់លេងជួយ10 20បណ្ដាញជួយហ្នឹងវាច្រើនពេកបាទអរគុណណាស់អញ្ចឹងអរគុណណាស់លោកតាណាអរគុណណាស់អញ្ចឹងនឹងជម្រាបលាអរគុណណាស់បាទទុកខ្ញុំបែរទៅចូលបាក់ចៃនឹងក៏បានមាក់បានកើតកាលណាកុំឲ្យខ្វះកន្លះអីជួបទាំងពុទ្ធធម៌សង្ឃជូនដល់ជីដូនសិកាងារតកាតាំង7ស្ដានយកទៅដេញដុកដេញរាបយ៉ាងទៀតនៅសបាត់ទាំងឡាយពេលវិការសបាត់នោះសបាត់ទេវតាសបាត់អស្ចារ្យប្រសាដូចដេញថ្នាមោទនីសាធុអូលោកតាឲ្យពើដែរពេលគាត់ថាចាំថតរួចគាត់ឲ្យពើគាត់គឺថាគាត់ទៅជាពិបាកប៉ុន្តែគាត់ដឹងថាយើងរវល់ភ្ជាប់ហើយបាទរវល់ហើយយើងក៏អត់ទាន់និយាយទេអរគុណគាត់ទៅជាពិបាក